បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះថ្ងៃចុងសប្តាហ៍ហើយគិតថាចិត្តស្វាយដើម្បីធ្វើដំណើរហូបពុកម៉ែបងប្អូនអ្នកនៅកណ្ដោអ្នកចិត្តស្វាយតំណងដល់ហើយអ្នកចិត្តស្វាយពុកម៉ែបងប្អូនអ្នកមើលវាចិត្តរបស់គាត់ជាតំណងគួរចង់បរិភោគនេះពុកម៉ែបងប្អូនតពីជាចិត្តសម្បកវារួចយើងចាប់តាមចិត្តជាបន្ទាប់ម្ដងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូននេះបន្ទាប់ពីចិត្តជាបន្ទះហើយយើងចាប់ផ្ដើមចាត់ជាចំណុចទូទៅបន្ថែមទៀតបាទពុកម៉ែបងប្អូនបន្ទាប់ពីយើងចាត់ស្វាយជាចំណុចទូទៅដូចនោះយើងប្រមូលស្វាយដាក់នៅក្នុងកធុនដើម្បីបងអំបិលហើយច្របាច់ស្វាយនេះឲ្យរៀងទន់បន្តិចដើម្បីងាយស្រួលក្នុងការធ្វើដំណាប់ស្វាយបាទបន្ទាប់ពីបងអំបិលនៅក្នុងស្វាយរួចមកប្រហែលជា3ឬក៏4នាទីយើងចាប់ផ្ដើមពូតស្វាយនេះឲ្យចេញទឹកបាទបន្ទាប់ពីនោះមកយើងចាប់ផ្ដើមយកស្វាយទៅលាងសម្រាប់ទឹក2ទៅ3ទឹកបន្ថែមទៀតដើម្បីឲ្យស្វាយនេះរាងស្អាតបាទបន្តមកទៀតនេះយើងត្រូវដាក់ខ្ទះឲ្យរាងក្តៅបន្តិចហើយបន្តមកយើងដាក់ស្ករចូលក្នុងខ្ទះនេះកូរ2ឬ3នាទីបន្ថែមទៀតមុននឹងដាក់ស្វាយចូលទៅក្នុងខ្ទះបាទពុកម៉ែបងប្អូនមើលហេតុដែលខ្ញុំដាក់ស្ករបន្ថែមចូលទៅក្នុងខ្ទះនេះគឺដោយសារតែស្វាយកៅល្មៀតវាអត់សូវផ្អែមទេពុកម៉ែបងប្អូនវារាងសាបក៏តែយើងដាក់ស្ករចំនួនបន្ថែមទៅស្វាយនេះកាន់តែមានរសជាតិឆ្ងាញ់បន្ទាប់ពីកូរស្ករបាន2ឬ3នាទីរួចមកយើងចាប់ផ្ដើមដាក់ស្វាយចូលទៅក្នុងខ្ទះ
ដូរស្វាយឲ្យរៀងស្ងួតទឹកដើម្បីឲ្យស្វាយនេះមានរសជាតិឆ្ងាញ់បាទពុកម៉ែបងប្អូននេះបន្ទាប់ពីយើងកូរឲ្យវារៀងស្ងួតទឹកហើយរៀងឆ្អិនមកយើងចាប់ផ្ដើមដុសដាក់នៅក្នុងចានឃើញដំណឹងពុកម៉ែបងប្អូននេះប៉ុណ្ណឹងយើងអាចបរិភោគបានហើយពុកម៉ែបងប្អូនបាទអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំបាទសូមគោរពជម្រាបលា